Hello everyone, welcome to Code C++. សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ការសរសេរ Code C++. ថ្ងៃនេះយើងមករៀនអំពីvariable និង data type ដែលតពីវគ្គមុនហើយវគ្គនេះគឺជា part 2 អញ្ចឹងយើងតពី part 1 ដែលចូលចំណុចទី2ដែលចំណុចទី2យើងនឹងនិយាយអំពី variable និង data type. អញ្ចឹងដើម្បីឈានទៅដល់ការសរសេរ code យើងត្រូវស្គាល់ថាអ្វីទៅជា variable អ្វីទៅជា data type. អញ្ចឹងខ្ញុំ variable មានន័យថាវាជាឈ្មោះឬក៏អាញ្ញត្តិមួយដែលផ្ទុកនៅតម្លៃណាមួយហើយតម្លៃនោះវាអាចប្រែប្រួលទៅតាមពេលវេលាហើយ data type គឺជាប្រភេទទិន្នន័យវាមាន float int char string double មាន bold ឥឡូវខ្ញុំឧទាហរណ៍អ្នកនរគ្នាក្នុងខ្ញុំសរសេរនៅគ្នាមើលឥឡូវខ្ញុំឧទាហរណ៍ variable អញ្ចឹងឧទាហរណ៍ថា a ស្មើនឹង10អញ្ចឹង a នេះគឺជា variable ដែលផ្ទុកនៅតម្លៃ10នេះគឺជាតម្លៃដែលផ្ទុកនៅលើ variable a អញ្ចឹង10នេះផ្ទុកឲ្យ a នឹង10អញ្ចឹងមានថា10នឹងផ្ទុកឲ្យ variable a ហើយ data type មាន int float char double ហើយមាន bold និងមានច្រើនទៀតអ្នកនរគ្នាតែភាគច្រើនសំខាន់ដែលគេនិយមយកមកប្រើភាគច្រើនមានប្រមាណហ្នឹងឯងហើយ bold នេះគេអាចនិយាយពីថាកំណត់តម្លៃភាពពិតឬមិនពិតឥឡូវខ្ញុំនឹងប្រាប់អ្នកនរគ្នាថាការប្រើ data type នីមួយៗហ្នឹងវានៅក្នុងការសរសេរកូដហ្នឹងតើវាស៊ីប្រមាណបាយក្នុងយើងប្រើ data type នីមួយៗឥឡូវខ្ញុំចូលក្នុងChrome ដើម្បី search ឲ្យអ្នកនរគ្នាមើលឥឡូវខ្ញុំដាក់ថា data type ចុងឥឡូវខ្ញុំដើររកអ្នកនរគ្នាសិននេះអ្នកនរគ្នានេះគឺជា data type char នេះគឺជា data type char ដែលវាមកប្រើគឺវាស៊ី memory មួយបាយមានថា char គឺគេប្រើសម្រាប់បង្ហាញនៅអក្សរមួយតួហើយចំណែកឯ int គឺវាស៊ី4បាយដែល int នេះវាមកពីពាក្យ integer មានថាចំនួនគត់យើងអាចឲ្យតម្លៃវាជាចំនួនគត់ហើយចំណែកឯ float គឺវាស៊ី4បាយដូចគ្នាហើយវាផ្ទុកតម្លៃជាចំនួនទស្សភាគហើយក៏អាចជាចំនួនគត់ដែរ double ដូចគ្នាវាស៊ី8បាយវាធំជាង float អញ្ចឹងវាអាចផ្ទុកជាចំនួនទស្សភាគឬចំនួនគត់ដែលធំជាង float វាអាចផ្ទុកបានច្រើនជាងlong double ហ្នឹងដូចគ្នាវាអាចផ្ទុកបានច្រើនជាង double ផ្ទុកជាងច្រើនជាង float និង int ឥឡូវក្នុងនេះដូច admin ឃើញគេដាក់ string ឥឡូវខ្ញុំ search ពាក្យ string ឲ្យមើលstring
string គឺគេប្រើវាសម្រាប់ទុកនៅអក្សរច្រើនតួនេះអ្នកនរគ្នា string វាអាចផ្ទុកអក្សរដូចជា hello world វាអាចផ្ទុកអក្សរបានច្រើនតួហើយ string ហ្នឹងពេលនៅវាផ្ទុកអក្សរនីមួយៗឬក៏ទិន្នន័យនីមួយៗវាត្រូវប្រើអឺ double quote ហើយចំណែកឯឆាគេប្រើ single quote ឥឡូវកុំឲ្យខាត់ពេលយូរខ្ញុំនឹងអនុវត្តចំណុចខ្លះៗនៅក្នុងកូដឲ្យអ្នកនរគ្នាមើលអញ្ចឹងដើម្បីទៅសេកូដបានយើងត្រូវមាន header file អញ្ចឹងចំណុចនេះខ្ញុំអត់បានបញ្យល់បន្ថែមទៀតទេព្រោះអីpart 1ខ្ញុំបានបញ្យល់ហើយឥឡូវខ្ញុំសេ header file មួយចុះឥឡូវខ្ញុំបង្កើតមាន in ឥឡូវខ្ញុំ in ឲ្យ in ផ្ទុកនៅ variable a float ផ្ទុកនៅ variable b ហាផ្ទុកនៅ variable c ហើយនឹង string នៅ variable e d ឥឡូវខ្ញុំបង្កើតនៅបូទុកនៅ variable e អញ្ចឹងខ្ញុំcomment ថាបូនេះគឺគេបង្ហាញអំពី root of អញ្ចឹងឥឡូវខ្ញុំសេឲ្យតម្លៃvariable a ទុកនៅតម្លៃ10អញ្ចឹង10នេះទុកនៅ variable a វាបោះឲ្យ a នេះមានថា a ទុកនៅតម្លៃ10ឥឡូវខ្ញុំoutput វាដោយយើងប្រើ cout អញ្ចឹងយើងដាក់ a ឥឡូវខ្ញុំដាក់ថា variable a ឥឡូវខ្ញុំ output វាមក output a ឥឡូវខ្ញុំ compile ហើយចាំមើលតើវាមាន error ឬក៏ warning អីអត់អ្នកនរគ្នា error 0 warning 0ឥឡូវខ្ញុំអាច compile វាបាន compile ហើយឥឡូវខ្ញុំអាច run វាតម្រងចាំទាំងអស់គ្នាអ្នកនរគ្នា variable a ដែលយើងឲ្យវាតម្លៃវាស្មើ10ឥឡូវខ្ញុំឲ្យ3ស្មើនឹង7ចុចនឹង7តោះមកខ្ញុំឲ្យខ្ញុំកាសនៅvariable មួយទៀតដោយចង់បូកតម្លៃទាំងពីរយើងបង្កើតក្នុង int ឬក៏ float ប៉ុន្តែបើយើងបង្កើតក្នុង int
នៅ variable in បើយើងប្រកាសនៅ variable មួយទៀតដែលយើងបូកនៅតម្លៃពីរនេះវាអាចចេញតម្លៃមកវាអាចជាចំនួនគត់ហើយវាអត់បូកអាក្បៀសពីក្រោយនេះបានទេព្រោះអី in វាអាចទុកតាជាតម្លៃចំនួនគត់វិញជាតម្លៃចំនួនគត់អញ្ចឹងយើងអាចប្រកាសវាក្នុង float ដោយ float វាអាចទុកជាតម្លៃទស្សភាគអញ្ចឹងពេលបូកទៅផលបូកដែលយើងបូកហ្នឹងវាត្រឹមត្រូវឡើយខ្ញុំប្រកាសថា sum ដោយយើងបូកវាទាំងពីរតើខ្ញុំដាក់ថា sum ស្មើនឹង variable a បូកជាមួយនឹង variable b អ្នកនរគ្នាក្នុងប្រមាណវិធីអ្នកនរគ្នាចង់គុណបូកដកចែកយើងដូរតែសញ្ញាបូកដកគុណចែកនេះទៅឥឡូវខ្ញុំខោតនៅតម្លៃb មួយសិន cout មួយសិនឡើងដាក់ថា variable b output b ចឹងខ្ញុំ cout មួយទៀតដោយ cout នេះជាផលបូករបស់ sum ចឹងខ្ញុំដាក់ថា result sum plus 3ចឹង result វាយើងបញ្ចេញតម្លៃមក sum ចឹងបើយើងធ្វើអញ្ចឹងទៅពេលវាបង្ហាញលទ្ធផលទៅលើ console វានឹងជាប់គ្នាតជាជួរអញ្ចឹងមើលទៅវាពិបាកអញ្ចឹងយើងអាចប្រើជាមួយនឹង inline តែ inline ហ្នឹងវាមានន័យថាវាបញ្ចប់មក statement មួយជួរអញ្ចឹងវាចូលមួយជួរទៀតជួរថ្មីឥឡូវខ្ញុំកំហាអ្នកនរគ្នាមើលតែពេលវាបូកទៅតម្លៃវាត្រឹមត្រូវអត់អ្នកនរគ្នានេះគឺជា variable a ដោយយើងផ្ទុកនៅតម្លៃ10 variable b ផ្ទុកនៅតម្លៃ 7.7 ហើយនឹងvariable sum ដោយផលបូក sum a បូក b វាស្មើនឹង 17.7 អញ្ចឹងត្រឹមត្រូវឥឡូវបើខ្ញុំចង់ផ្ទុក variable sum នេះនៅក្នុង in វិញតើពេលវាចេញតម្លៃមកវាចេញតម្លៃបែបនេះពេលយើងប្រកាស variable 2នៅក្នុង data type តែមួយយើងយើងដាក់ផ្សេងគ្នាដោយយើងប្រើ comma ហើយបញ្ចប់ដោយ semicolon ឥឡូវខ្ញុំដាក់sumនៅក្នុង data type in ដោយ integer ជាចំនួនគត់ចាំមើលតើវាចេញតម្លៃមកវាអាចត្រឹមត្រូវ 100% អត់ចម្លើយឥឡូវខ្ញុំ compile តើមកខ្ញុំ run អ្នកនរគ្នាឃើញresult sum a បូក b នេះវាស្មើ17អញ្ចឹង a ក្រោយក្បៀសនេះវាអត់បូកមិនចូលដោយសារតែ in យើងវាផ្ទុកតែតម្លៃដែលជាចំនួនគត់ប៉ុណ្ណោះវាអត់អាចផ្ទុកតម្លៃជាចំនួនទស្សភាគអញ្ចឹងពេលវាបូកតែចំនួនគត់ឲ្យអញ្ចឹងបើលេខយើងមានចំនួនទស្សភាគវាអត់បូកឲ្យអញ្ចឹងដល់លេខនេះយើងអាចសន្មតថាវាអត់ត្រឹមត្រូវ 100% អញ្ចឹងវាយើងមិនអាចផ្ទុកវានៅក្នុង in បានអញ្ចឹងយើងត្រូវឆាំងវាមកនៅក្នុង float នេះឥឡូវខ្ញុំឧទាហរណ៍ថាចង់ចេញតម្លៃ2មួយទៀតដោយអត់ចង់ឃើញថា a បូក b ចេះទេខ្ញុំចង់ឃើញតម្លៃលេខបូកគ្នាវិញមានន័យថា sum ស្មើនឹង10បូកឲ្យ 7.7 អញ្ចឹងឥឡូវខ្ញុំធ្វើឲ្យអ្នកនរគ្នាមួយវិធីទៀតដោយយើងដាក់ថា signal
តមកខ្ញុំដាក់ថាសាច់ស្មើតមកយើងដាក់បើកសញ្ញាតូច2 ដងហើយខ្ញុំដាក់ A មានន័យថា variable A ហ្នឹងមានន័យថា10តម្លៃ10ហើយខ្ញុំដាក់ឲ្យវាបូកយើងដោយប្រើdouble quote តាមដាក់សញ្ញាបូកតមកយើងបញ្ចេញតម្លៃមួយទៀតគឺ variable B ហើយខ្ញុំដាក់ single quote ដោយដាក់សញ្ញាស្មើដាក់ថា same ចឹងកន្លែងនេះយើងត្រូវដាក់ end line មួយទៀតដើម្បីវាចុះបន្ទាត់ហើយយើងសាក compare ខ្ញុំ run នេះអ្នកនរគ្នាអានេះគឺរាយសារសាមដោយ a បូក b យើងអត់ឃើញតម្លៃលេខបូកគ្នានេះយើងឃើញតម្លៃលេខបូកគ្នា10បូក 7.7 អញ្ចឹងស្មើដល់ 7.7 ដូចគ្នាឥឡូវយើងដឹងពី data type ចំនួន2ấy គឺ int និង float តមកឆាអញ្ចឹងខ្ញុំប្រកាសវាមួយទៀតដោយខ្ញុំដាក់ថាc ស្មើនឹងដោយឆាយើងដឹងហើយដែលថាដោយគេប្រើនៅsingle quote ហើយយើងចង់ប្រកាសអក្សរអីឥឡូវខ្ញុំចង់ប្រកាសថាអក្សរ A ធំតោះមកយើងបញ្ចប់វាដោយ commit slum ដោយសារឆាយើងអាចផ្ទុកបានតែមួយអក្សរទេឥឡូវខ្ញុំ stick out វាខ្ញុំដាក់ថាvariable c ចុះ c ហើយយើងដាក់ end line មួយទៀត variable c កន្លែងនេះយើងដាក់ end line យ៉ាងហើយព្រោះយើងនៅdata type string ហើយនឹង bold ឥឡូវ string វាអាចមានន័យថាយើងប្រើដូចឆាដែរប៉ុន្តែវាអាចផ្ទុកអក្សរបានច្រើនជាងមានន័យថាចុះពី2ឡើងទៅហើយក្នុង string យើងអត់ប្រើ single quote ទេយើងប្រើ double quote វិញអញ្ចឹងខ្ញុំអាចប្រកាសវាថា d ស្មើឥឡូវខ្ញុំចង់ដាក់ថាអីដាក់hello world ហើយខ្ញុំដាក់ hello world ចុះតមកខ្ញុំចេញតម្លៃដោយ cout variable d អញ្ចឹង variable b ឥឡូវយើងចេញវា d and line ឡើយនៅdata table នេះដោយខ្ញុំcomment វាហើយដោយគេចង់និយាយពីភាពពិតឬមិនពិតឥឡូវខ្ញុំប្រកាសថា b e ស្មើនឹង10 e ស្មើ10អញ្ចឹងខ្ញុំ cout វាដោយអ្នកនរគ្នាឃើញខ្ញុំសរសេរ variable នេះខុសអត់ចឹងក្នុងហ្នឹងយើងចង់សរសេរអីក៏បានដែរទោះពាក្យហ្នឹងខុសក៏ដោយក៏វាចេញឲ្យដែរប៉ុន្តែបើពេលយើងបង្ហាញតម្លៃវាបើយើងបង្ហាញខុសគឺវានឹង error ប៉ុន្តែបើក្នុងនេះវាអត់ error ទេឥឡូវខ្ញុំមកបញ្ចេញតម្លៃដោយខ្ញុំដាក់ថាយើងអត់អាចដាក់ថា e ឬក៏អីបានទេក្នុងហ្នឹងគេចង់និយាយភាពពិតឬមិនពិតអញ្ចឹងបើស្មើ10
ចឹងបើ b ស្មើ10បើយើងថាប៉ិតយើងគេថា true ចឹងវាប៉ិតបើមិនប៉ិតយើងដាក់ថា false ហើយខ្ញុំ compile តើមកខ្ញុំ run នេះដល់គ្នា variable c យើងមើល variable c ដោយយើងផ្ទុកនៅតម្លៃ a មានន័យថាអក្សរ a ហើយ variable d យើងផ្ទុកនៅប្រយោគមួយដែលប្រយោគនោះនិយាយពីថា hello world ហើយ variable e អញ្ចឹងបើវាប៉ិតវានឹងស្មើ1បើវាមិនប៉ិតវាស្មើ0ឥឡូវខ្ញុំដាក់ថា false អញ្ចឹងបើវា false នឹងតម្លៃហ្នឹងវានឹងស្មើ0នេះណោះនេះបើវាមិនប៉ិតវាស្មើ0តែបើវាប៉ិតវាស្មើ1អញ្ចឹងក្នុងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងទេអរគុណសម្រាប់ការគាំទ្រនៅវីដេអូ